ថៃផ្ដល់ការគ្រប់គ្រងយោធាលើច្រកព្រំដែនជាមួយកម្ពុជាចំពេលមានភាពតានតឹងកាន់តែខ្លាំងបាងកកបច្ចុប្បន្ននេះប្រទេសថៃមានប៉ុស្តិ៍ត្រួតពិនិត្យចំនួន18ជាមួយកម្ពុជាឆ្លងកាត់ខេត្តចំនួន7គឺឧត្តររាជធានីស៊ីសេកេតស៊ឺរិនសេកេយ៉ូឆែនថេប៊ឺរ៉េត្រែតនិងប៊ឺរេរ៉ែនអ្នកនាំពាក្យកងយោធពលខេមរភូមិន្ទថៃឬថេលោកឧត្តមសេនីវិនថេស៊ឺវេរីបានប្រកាសនៅថ្ងៃសៅរ៍ទី7ខែមិថុនាថាអគ្គមេបញ្ជាការដ្ឋានឧត្តមសេនីផេណាក្លេអូប្លឺតធុកបានចុះហត្ថលេខាលើបទបញ្ជាលេខ806/2568ដោយបានអនុញ្ញាតឲ្យមេបញ្ជាការនៃក្រុមការងារប៊ឺរេផេនិងស៊ឺរ៉េនេរីត្រួតពិនិត្យការបើកនិងបិទច្រកព្រំដែនកម្ពុជាថៃទាំងអស់មេបញ្ជាការទាំងនេះត្រូវបានផ្ដល់សិទ្ធិអំណាចក្នុងការអនុវត្តវិធានការសន្តិសុខនិងលក្ខខណ្ឌសមស្របដោយផ្អែកលើភាពធ្ងន់ធ្ងរនៃស្ថានភាពនៅក្នុងយុត្តាធិការរៀងខ្លួនសេចក្តីណែនាំនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកាលពីថ្ងៃទី6ខែមិថុនាដែលបានកំណត់រដ្ឋេជាភ្នាក់ងារនាំមុខសម្រាប់ការពារសន្តិសុខជាតិនៅតាមព្រំដែននិងធានានូវកិច្ចសហប្រតិបត្តិការពេញលេញពីគ្រប់ស្ថាប័នពាក់ព័ន្ធយោងតាមរដ្ឋេការសម្រេចចិត្តនេះត្រូវបានជំរុញដោយការលុកលុយម្ដងហើយម្ដងទៀតរបស់កម្ពុជាចូលទៅក្នុងទឹកដីថៃនិងសកម្មភាពបង្កហេតុកាន់តែខ្លាំងឡើងរួមទាំងវត្តមានប្រដាប់អាវុធនិងការសាងសង់បន្ទាយយោធានៅជិតព្រំដែនទោះបីជាមានការខិតខំប្រឹងប្រែងនិងការអត់ធ្មត់ផ្នែកការទូតរបស់ប្រទេសថៃក៏ដោយសកម្មភាពរបស់កម្ពុជាបានបង្កើនការព្រួយបារម្ភអំពីអធិបតេយ្យភាពនិងសន្តិសុខជាតិដែលជំរុញឲ្យយោធាថៃចាត់វិធានការការពារកាន់តែខ្លាំងបច្ចុប្បន្ននេះប្រទេសថៃមានប៉ុស្តិ៍ត្រួតពិនិត្យចំនួន18ជាមួយប្រទេសកម្ពុជានៅទូទាំងខេត្តចំនួន7គឺឧត្តររាជធានីស៊ីសេកេតស៊ឺរិនសេកេយ៉ូឆែនថេប៊ឺរ៉េត្រែតនិងប៊ឺរេរ៉ែមដែលរួមមានប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍ចំនួន8រួមមានចុងសាងឹមស៊ីសាកេតចុងចោមសូរិនបានកងលើកស្រះកែវបែនខេវដេនស្រះកែវស្ពានមិត្តភាពកម្ពុជាថៃស្រះកែវបែនឡៃមចន្ទបុរីបែនផែកខាតចន្ទបុរីបែនហាត់លេខត្រាតប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្នចំនួន9កន្លែងរួមមានបែននេមអេវិនឧបនរាជធានីបែនតប្រាស្រះកែវបែននងព្រឺស្រះកែវបែនស៊ុបថារីចន្ទបុរីបែនសឿនសមចន្ទបុរីបែនប៊ីងឆេនងឡែងចន្ទបុរីបែនមឿនដែនត្រាតបែនម៉ែមឿងត្រាតឆងសៃថេគូប៊ឺរ៉ាមមួយចំណុចចូលទស្សនាទេសចរច្រកចូលខេវប្រាវេហិនស៊ីសាកេតប៉ុស្តិ៍ត្រួតពិនិត្យបច្ចុប្បន្នត្រូវបានបិទបែនមឿនដែនត្រាតបិទដោយសារអសកម្មនិងគ្មានការជួញដូរឆ្លងដែនច្រកចូលខេវប្រាវេហិនស៊ីសេកេតត្រូវបានបិទដោយសារហេតុផលសុវត្ថិភាពរហូតមកដល់ពេលនេះច្រកទ្វារព្រំដែនចំនួន16នៅតែបើកដដែលខណៈដែល2ត្រូវបានបិទយោធាថៃបន្តតាមដានស្ថានភាពយ៉ាងដិតដល់និងត្រៀមធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាពជាតិនិងសុវត្ថិភាពសាធារណៈ The Nation Benin កម្ពុជាថៃកាត់បន្ថយទិដ្ឋាការយ៉ាងគំហុកសម្រាប់ពលរដ្ឋរបស់គ្នាទៅវិញទៅមកកម្ពុជាបានកាត់បន្ថយទិដ្ឋាការសម្រាប់ភ្ញៀវទេសចរថៃមកត្រឹម7ថ្ងៃហើយថៃបានឆ្លើយតបដោយចិត្តល្អហើយលើសពីនេះទៀតក្រុងនឹងផ្តាច់បណ្ដាញអគ្គិសនីនិងសេវាអ៊ីនធឺណិតទៅប្រទេសជិតខាងនេះបើយោងតាមក្រសួងការបរទេសលោកណៃកូនដេកបែឡាន់គឺរ៉ែអ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់សន្និសីទកាសែតនៅរុស្ស៊ីថ្ងៃច័ន្ទថាកម្ពុជាបានកាត់បន្ថយសុពលភាពទិដ្ឋាការជាលើកដំបូងសម្រាប់ភ្ញៀវទេសចរថៃសម្រាប់ជនជាតិថៃដែលចូលមកកម្ពុជាដោយផ្លូវគោកការស្នាក់នៅរបស់ពួកគេត្រូវបានកាត់បន្ថយមកត្រឹម7ថ្ងៃពី14ថ្ងៃសម្រាប់អ្នកកាន់លិខិតឆ្លងដែននិងពី15ថ្ងៃសម្រាប់អ្នកកាន់លិខិតឆ្លងដែនប្រទេសថៃបានឆ្លើយតបដោយកាត់បន្ថយការស្នាក់នៅរបស់ភ្ញៀវកម្ពុជាក្នុងប្រទេសថៃមកត្រឹម7ថ្ងៃពី60ថ្ងៃសម្រាប់អ្នកដែលមកដល់តាមផ្លូវគោកនិងកាន់លិខិតឆ្លងដែននិងពី15ថ្ងៃសម្រាប់ភ្ញៀវដែលមកដល់តាមផ្លូវគោកដែលមានលិខិតឆ្លងដែនភ្ញៀវកម្ពុជាតាមផ្លូវអាកាសអាចស្នាក់នៅប្រទេសថៃបានរហូតដល់60ថ្ងៃកម្ពុជានឹងបង្កើនការស្នាក់នៅរបស់ភ្ញៀវទេសចរថៃតាមផ្លូវអាកាសពី14ថ្ងៃដល់60ថ្ងៃចាប់ពីថ្ងៃអង្គារទៅដោយការគ្រោងទុកមុនលោកណៃកូនដេកអគ្គនាយកនៃនាយកដ្ឋានព័ត៌មានបាននិយាយថាលោកមិនដឹងថារយៈពេលប៉ុន្មានវិធានការទិដ្ឋាការទៅវិញទៅមកនឹងបន្តដោយសារប្រទេសទាំងពីរមិនបានកំណត់ពេលវេលាលោកបានមានប្រសាសន៍ថាភាគីទាំងពីរមិនបានកំណត់ថាតើវានឹងបន្តរយៈពេលប៉ុន្មាននោះទេខ្ញុំគិតថាភាគីទាំងពីរអាចពិភាក្សាអំពីការពន្យាពេលនៅពេលដែលស្ថានភាពប្រសើរឡើងនៅពេលនេះបញ្ហាមិនមែនជាអាទិភាពទេលោកណៃកូនដេបក៏បាននិយាយដែរថាអាជ្ញាធរសន្តិសុខថៃនឹងស្នើទៅក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសថៃដើម្បីផ្តាច់សេវាអគ្គិសនីនិងអ៊ីនធឺណិតដែលផ្ដល់ជូនដល់តំបន់កម្ពុជាដែលមានកាស៊ីណូនិងមជ្ឈមណ្ឌលច្បូកលោកបានបន្តថាអាជ្ញាធរក៏នឹងស្នើឲ្យប្រទេសថៃគ្រប់គ្រងការផ្គត់ផ្គង់ផលិតផលដែលអាចនឹងត្រូវបានរំលោភបំពានសម្រាប់បច្ចេកវិទ្យាឬឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាអ្នកនាំពាក្យក្រសួងការបរទេសក៏បាននិយាយផងដែរថា
លោកសង្ឃឹមថាប្រទេសទាំងពីរនឹងធ្វើការដោះស្រាយដោយសន្តិវិធីនិងរយៈពេលវែងតាមរយៈយន្តការទ្វេភាគីរួមទាំងគណៈកម្មាធិការព្រំដែនរួមរបស់ពួកគេដែលនឹងជួបប្រជុំគ្នាក្នុងរយៈពេល5ថ្ងៃយោធាថៃបញ្ជាឲ្យបិទច្រកព្រំដែនកម្ពុជាចំនួន2ជាបណ្ដោះអាសន្នដល់ភ្ញៀវទេសចរជុំវិញបញ្ហាសន្តិសុខនៅចន្ទបុរីប្រទេសថៃក្រុមការងារដែនសមុទ្រ Chanthaburi បានចេញបញ្ជាជាបន្ទាន់ឲ្យផ្អាកជាបណ្ដោះអាសន្ននៅចលនាភ្ញៀវទេសចរថៃនិងកម្ពុជាតាមរយៈច្រកព្រំដែនអចិន្ត្រៃយ៍បានលឹមនិងបានផាកកាត់ការរឹតបន្តឹងនេះមិនអនុវត្តចំពោះពលករខ្មែរដែលចូលប្រទេសថៃសម្រាប់គោលបំណងការងារនោះទេអនុសេនីឯកនពរតសេរីផារីផុងមេបញ្ជាការកងនាវីចរចន្ទបុរីបានចុះហត្ថលេខាលើលិខិតផ្លូវការផ្ញើជូនមេប៉ូលីសអន្តោប្រវេសន៍ចន្ទបុរីសេចក្តីណែនាំនេះបានលើកឡើងពីការដាក់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ជាក់លាក់នៃខេត្តចន្ទបុរីរួមទាំងស្រុកខ្លងផងណេមរ៉ននិងស្រុកស៊យដេវក្រោមផ្នែកទី5នៃច្បាប់អាជ្ញាសឹកបេអេ2547-2004 ការផ្ដល់នេះផ្ដល់សិទ្ធិអំណាចដល់មន្ត្រីយោធាលើសម្ភាគីស៊ីវិលក្នុងបញ្ហាតាក់ទងនឹងប្រតិបត្តិការសន្តិសុខកិច្ចខិតខំប្រឹងប្រែងបង្ក្រាបនិងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈវិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងការគំរាមកំហែងពីប្រទេសកម្ពុជាដែលបង្កហានិភ័យដែលអាចកើតមានដល់សុវត្ថិភាពទាំងប្រជាពលរដ្ឋថៃនិងកម្ពុជាយោងតាមផ្នែកទី5នៃច្បាប់អាជ្ញាសឹកមន្ត្រីរាជការទាំងអស់នៅទូទាំងក្រសួងមន្ទីរនិងស្ថាប័ននានាត្រូវបានណែនាំឲ្យបន្តបំពេញមុខងាររបស់ខ្លួនដូចធម្មតាប៉ុន្តែត្រូវគោរពតាមបញ្ជារបស់អាជ្ញាធរយោធាចាប់ពីថ្ងៃទី7ខែមិថុនាឆ្នាំ2025ទៅប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ចន្ទបុរីត្រូវបានណែនាំឲ្យផ្អាកចរាចរណ៍ទេសចរទាំងអស់ទាំងជនជាតិថៃដែលចេញពីកម្ពុជានិងខ្មែរចូលប្រទេសថៃតាមរយៈច្រកព្រំដែនបែនឡៃមស្ថិតក្នុងឃុំទេពនិមិត្តស្រុកផងណេមរ៉ននិងច្រកព្រំដែនបែនផែកខាតក្នុងស្រុកខុងយាយខេត្ត Chanthaburi ពាណិជ្ជកម្មឆ្លងដែននិងចលនាពលករខ្មែរនឹងបន្តដូចធម្មតាការផ្អាកនេះនឹងនៅតែជាធរមានរហូតដល់មានការជូនដំណឹងបន្ថែមថែ